សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសាស្តាជំពូក9ខ10ការអ្វីដែលដៃឯងអាចធ្វើបាននោះចូលធ្វើដោយអស់ពីកម្លាំងចុះត្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ជាកន្លែងដែលឯងត្រូវនៅនោះគ្មានការធ្វើគ្មានការគិតគូរគ្មានតម្រេះប្រាជ្ញាឡើយក្នុងខព្រះបន្ទូលនេះរំលឹកយើងកុំឲ្យយើងប្រើពាក្យចាំជួយឲ្យយើងធ្វើអ្វីដែលយើងមានឬធ្វើអ្វីដែលយើងកំពុងធ្វើបច្ចុប្បន្នធ្វើឲ្យអស់ពីចិត្តកុំចាំកុំទុកនៅថ្ងៃស្អែកត្បិតជីវិតខ្លីហើយយើងក៏មិនដឹងថានៅថ្ងៃស្អែកយើងអាចធ្វើការងារនោះបានដែរឬក៏អត់ដូច្នេះហើយការងារអ្វីដែលយើងកំពុងធ្វើបច្ចុប្បន្នចូលធ្វើវាឲ្យអស់ពីចិត្តត្បិតការងារទាំងអស់នោះគឺជាកាដូដែលព្រះផ្ដល់ព្រះគុណឲ្យដល់យើងដូច្នេះហើយកុំរងចាំបន្តិចទៀតកុំរងចាំថ្ងៃស្អែកកុំរងចាំថ្ងៃខាងស្អែកដល់ពេលដែលមានឱកាសដើម្បីនឹងធ្វើការងារនោះចូលធ្វើវាឲ្យអស់ពីចិត្តចូលធ្វើវាឲ្យអស់ពីកម្លាំងរបស់អ្នកកុំឲ្យទុកវាហើយចាំធ្វើថ្ងៃស្អែកត្បិតយើងមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះឡើយយើងមិនដឹងថាថ្ងៃស្អែកយើងមានឱកាសធ្វើវាទៀតឬក៏អត់ដូច្នេះហើយឱកាសដែលយើងមានក្នុងការបំពេញការងារនៅក្នុងការធ្វើការងារនៅថ្ងៃនេះចូលធ្វើវាឲ្យអស់ពីចិត្តចូលធ្វើអ្វីដែលមាននៅចំពោះមុខឲ្យអស់ពីចិត្តដោយថ្វាយសិរីល្អដល់ព្រះពីព្រោះនៅក្នុងព្រះបន្ទូលថ្ងៃនេះបានប្រាប់យើងថានៅពេលដែលសេចក្តីស្លាប់ចូលមកដល់នោះយើងនឹងគ្មានឱកាសដើម្បីនឹងធ្វើវាទៀតនោះឡើយត្បិតនៅឋានឃុំព្រលឹងមនុស្សស្លាប់ឬក្រោយពេលដែលស្លាប់នៅលើផែនដីនោះយើងគ្មានឱកាសនឹងគិតគ្មានឱកាសនឹងពិចារណាហើយក៏គ្មានឱកាសនឹងធ្វើកិច្ចការអ្វីបានដែរដូច្នេះហើយការអ្វីដែលមាននៅលើផែនដីនេះដែលព្រះអង្គបានផ្ដល់ឲ្យយើងចូលធ្វើវាឲ្យអស់ពីចិត្តដោយដែលព្រះយេស៊ូវបានមានបន្ទូលថាបើសិនជាអ្នកស្មោះត្រង់ចំពោះការតូចបំផុតនោះអ្នកក៏នឹងស្មោះត្រង់ចំពោះការធំដែរបើសិនជាអ្នកធ្វើការងារដ៏តូចបំផុតដោយយកចិត្តទុកដាក់ដោយការលះបង់ដោយអស់ពីចិត្តក្នុងការបំពេញការងារដ៏តូចនោះព្រះអង្គនឹងប្រទានពរឲ្យមានការងារដ៏ធំសម្រាប់ជីវិតរបស់អ្នកនោះចៅហ្វាយរបស់អ្នកក៏នឹងមើលឃើញហើយគេនឹងប្រគល់តំណែងធំមួយសម្រាប់អ្នករាល់គ្នាដែរដូច្នេះហើយការដ៏តូចឬកិច្ចការដ៏តូចដែលចៅហ្វាយឬកិច្ចការដ៏តូចដែលអ្នកកំពុងធ្វើបច្ចុប្បន្នចូលធ្វើវាដោយយកចិត្តទុកដាក់ធ្វើវាដោយអស់ពីចិត្តហើយធ្វើវាដោយនៅក្នុងព្រះនាមព្រះយេស៊ូវដើម្បីនឹងថ្វាយសិរីល្អដល់ទ្រង់នោះព្រះពររបស់ព្រះនឹងបង្ហូរមកតាមរយៈការងារតូចនោះព្រះពររបស់ព្រះនឹងពង្រីកឱកាសសម្រាប់ជីវិតរបស់អ្នកនៅពេលដែលអ្នកចាប់ផ្ដើមធ្វើការងារដ៏តូចបំផុតដោយភាពស្មោះត្រង់អរព្រះគុណព្រះអង្គសម្រាប់ព្រះបន្ទូលរំលឹកដាស់តឿនដល់យើងខ្ញុំនៅថ្ងៃនេះគ្រប់ការងារដែលព្រះអង្គបានផ្ដល់ឱកាសឲ្យយើងខ្ញុំធ្វើនោះគឺជាព្រះគុណរបស់ទ្រង់សូមឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានជួយឲ្យចិត្តរបស់ទូបង្គំម្នាក់បានបំពេញការងារដែលព្រះអង្គប្រទានឲ្យនៅថ្ងៃនេះទោះបីជាការងារសម្អាតបន្ទប់ទឹកឬការងារសម្អាតបន្ទប់គេងឬក៏ជាការងារលាងចានឬក៏ជាការងារធ្វើអ្វីផ្សេងនោះសូមឲ្យចិត្តរបស់យើងខ្ញុំបានធ្វើដោយអំណរធ្វើដោយអស់ពីចិត្តទុកដូចជាធ្វើថ្វាយព្រះអង្គចាស់ព្រះយេស៊ូវអរព្រះគុណទ្រង់សម្រាប់ការប្រទានឱកាសផ្សេងនៅក្នុងជីវិតទូបង្គំម្នាក់ដើម្បីឲ្យទូបង្គំអាចនឹងបំពេញកិច្ចការទាំងអស់នោះដោយពឹងផ្អែកលើប្រាជ្ញានិងកម្លាំងរបស់ទ្រង់ទូបង្គំយើងខ្ញុំសូមអរព្រះគុណក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន